របៀបដាក់ link Telegram នៅក្នុង Facebook page សម្រាប់បងប្អូនដែលចង់ធ្វើការដាក់ link យក link Telegram មកដាក់នៅក្នុង Facebook page ដើម្បីឲ្យគេងាយស្រួលក្នុងការធ្វើការឆាតតំណែងមកកាន់បងប្អូនតាមរយៈ Telegram គឺបងប្អូនអាចធ្វើការតាមដានវីដេអូមួយនេះបានដែលខ្ញុំនឹងប្រាប់បងប្អូនពីមួយជំហានទៅមួយជំហានដើម្បីឲ្យបងប្អូនអាចយក link និងធ្វើការដាក់ link Telegram នោះនៅក្នុង page ដើម្បីឲ្យងាយស្រួលសម្រាប់អតិថិជនឬក៏អ្នកផ្សេងគេចង់ធ្វើការតំណែងមកកាន់បងប្អូនតាមរយៈ Telegram គេងាយស្រួលក្នុងការតាក់ទងអញ្ចឹងកុំឲ្យខាត់ពេលវេលាយើងយូរយើងតាមដានវីដេអូមួយនេះជាមួយនឹងខ្ញុំទាំងអស់គ្នាចឹងជំហានដំបូងដើម្បីអាចយក link Telegram បានបងប្អូនចូល Telegram ហើយយក link Telegram សិនមកចឹងយើងបង្កើត username មួយទៅហើយយើងឃើញ link Telegram យើងនៅនេះហើយចឹងយើងអាចធ្វើការ copy link នឹងមកបាទយើង copy link Telegram សិនបន្តមកទៀតយើងចូលទៅកាន់ Facebook page យើងមកចាឥឡូវនេះខ្ញុំចូលមកកាន់ page អញ្ចឹងដើម្បីដាក់ link យើងចូលមកកាន់ profile page ចេះមកបងប្អូនបាទបន្តមកទៀតយើងចុច edit លើខាងលើនេះបាទចឹង link Telegram បងប្អូនអាចដាក់នៅលើ bio នេះក៏បានដែរទី1បាទយើងដាក់ link Telegram នៅកន្លែងហ្នឹងមួយមកដើម្បីឲ្យឃើញកន្លែង profile យើងតែម្ដងបាទហើយបន្តមកយើងផាសlink នឹងចូលទៅlink Telegram ដែលយើងបាន copy មុនហ្នឹងនេះបាទបន្តមកយើងធ្វើការ save បន្តមកទៀតបងប្អូនអាចដាក់ link មួយទៀត Telegram យើងអាចដាក់ខាងក្រៅមួយទៀតនេះកន្លែង link នេះ website blog យើងអាចដាក់ឡើងហ្នឹងមកផាស link Telegram នឹងចូលមកយើងផាស link Telegram ចូលបន្ទាប់មកយើងដាក់Telegram មកឈ្មោះTelegram បាទតើមកយើងអាចធ្វើការចុច next ហើយយើងចុចលើពាក្យថា save អញ្ចឹងយើងបាន link Telegram មួយទៀតហើយបាទអញ្ចឹងយើង refresh មួយមកបងប្អូននឹងឃើញនេះបាទនេះឃើញអត់អញ្ចឹងគេចូលមកកាន់ page យើងឃើញកន្លែងនេះគេអាចចុចទៅ link Telegram តែម្ដងនេះវា connect ទៅ Telegram អញ្ចឹងយើង open app ទៅគេ open app ទៅគឺតំណែងបានហើយមួយទៀតគេចង់តាក់ទង Telegram នេះ link Telegram គេចុចលើហ្នឹងក៏ទៅ Telegram ដែរនេះឃើញអត់អញ្ចឹងគេអាចចុច Telegram បានដូចគ្នាអញ្ចឹងសម្រាប់ការដាក់ link Telegram មួយទៀតគឺយើងអាចដាក់នៅកន្លែង auto reply អញ្ចឹងយើងចូល Meta Business Suite នេះមកបាទបន្ទាប់មកបងប្អូនចូលមកកាន់ page ហ្នឹងហើយយើងចុចកន្លែង more បន្តមកទៀតគឺបងប្អូនចុចលើពាក្យថា setting បាទហើយមួយទៀតគឺបងប្អូនឃើញកន្លែងនេះ automation នេះកន្លែង instant reply ខាងលើគេយើងចុចលើវាមកបាទអញ្ចឹងកន្លែងនេះគឺខ្ញុំបានដាក់auto reply នេះប៉ុន្តែខ្ញុំអត់ទាន់ដាក់ link Telegram ទេខ្ញុំអាចដាក់ Telegram មួយទៀតមកបាទតើមកខ្ញុំផាសចូលមកបាទអញ្ចឹងខ្ញុំផាស link Telegram នឹងចូលបន្ទាប់មកខ្ញុំចុចលើពាក្យថា save បន្ទាប់មកទៀតយើងអាចចុចលើពាក្យថា save បន្ទាប់ទៀតមកដើម្បីឲ្យជាប់អញ្ចឹងនេះ link Telegram ឃើញអត់អញ្ចឹងយើងអាចធ្វើការដាក់ link Telegram ហ្នឹងគឺដាក់នៅ3ចំណុចហ្នឹងមកអញ្ចឹងភ្ញៀវរបស់យើងគឺគេងាយស្រួលក្នុងការតំណែងមកយើងបាទនេះជាពិសេសខាងលើគេនេះកន្លែង bio នេះអញ្ចឹងគេឃើញ link ហ្នឹងគេអាចធ្វើការតំណែងមកយើងលឿនក្នុងការដែលគេចង់ឆាតតំណែងមកយើងតាម Telegram អញ្ចឹងណាបងប្អូនហើយសម្រាប់វីដេអូមួយនេះខ្ញុំចង់ចែកម្លែកបងប្អូនប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចំណុចមានសំណួរបន្ថែមអាច comment សួរនៅខាងក្រោមវីដេអូនេះបានអូខេបងប្អូនបន្ទាប់ពីបងប្អូនបានមើលវីដេអូមួយនេះហើយបងប្អូនកុំភ្លេចធ្វើការចុច like follow និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់អត់ទាន់បានដឹងឲ្យគាត់បានដឹងនិងចេះផងសូមអរគុណ